ចិត្តដល់ថ្ងៃបុណ្យចូលឆ្នាំខ្មែរហើយថ្ងៃនេះនាងខ្ញុំមកបង្ហាញបងប្អូនពីវិធីធ្វើនំបាក់បិនឲ្យមានរសជាតិឆ្ងាញ់ធម្មតានំបាក់បិននេះគឺយើងធ្វើក្បួនខុសគ្នាតិចតួចអញ្ចឹងណាតែបើថាក្បួនខ្ញុំធ្វើនេះវិញគឺខុសគេហ្មងសំខាន់រសជាតិគឺឆ្ងាញ់ហើយជាពិសេសសម្រាប់អ្នកដែលគាត់អត់ចេះញ៉ាំនំនេះសោះក៏គាត់អាចញ៉ាំបានដែរព្រោះអីសាច់នំឡើងទន់ល្មើយហើយញ៉ាំទៅឈ្ងុយហ្មងចាសម្រាប់វិធីធ្វើវិញដំបូងគឺខ្ញុំមានដលងឈើអ្នកខ្លះគេហៅដលងកូនអ្នកខ្លះគេហៅដលងឈើ តែបើថានៅស្រុកខ្ញុំវិញគឺគេហៅដលងកោចាដំបូងហ្នឹងគឺយើងបកសបកដលងកោយើងឲ្យបានស្អាតល្អហើយយកមកឈូសបែបនេះចាឈូសហ្នឹងគឺយើងឈូសកុំឲ្យដល់ឈើខាងក្នុងវាបដូរខាងក្នុងហ្នឹងគឺយើងឈូសតែសាច់ដលងនៅខាងក្រៅទៅគឺបានហើយសម្រាប់បរិមាណដលងវិញគឺខ្ញុំដាក់2មើមធំដែរចាឈូសហើយគឺថាបានមួយចានធំហ្នឹងហ្មងចឹងទៅឥឡូវហ្នឹងគឺយើងចាប់ផ្ដើមលាយគ្រឿងគឺខ្ញុំដាក់ខ្ទិះដូងចំនួន250 ml គឺចាក់ទាំងអស់តែម្ដងហើយបន្តមកទៀតគឺខ្ញុំមានស្ករអំបិលបន្តិចហើយទៅដល់កូរខាប់សម្រាប់ស្ករវិញគឺខ្ញុំដាក់សូវច្រើនទេគឺខ្ញុំដាក់ប្រហែលជា5ទៅ6សាព្រាបាយហើយចំណែកឯទៅដល់កូរខាប់វិញគឺខ្ញុំដាក់ប្រហែលជា3ទៅ4សាព្រាបាយតែបើសិនជាបងប្អូនចូលចិត្តញ៉ាំរសជាតិផ្អែមចាបងប្អូនដាក់ឲ្យច្រើនជាងហ្នឹងទៅតែសម្រាប់ខ្ញុំវិញគឺខ្ញុំអត់សូវចូលចិត្តផ្អែមទេគឺខ្ញុំញ៉ាំរៀងឡមទៅយើងញ៉ាំបានច្រើនអញ្ចឹងណាចាបន្តមកទៀតគឺយើងច្របល់គ្រឿងរបស់យើងនឹងឲ្យចូលជាតិគ្នាជាមួយនឹងដលងយើងសិនទៅបន្ទាប់ពីដលងហើយគ្រឿងក្រូវស្ករខ្ទិះដូងរបស់យើងនឹងចូលជាតិគ្នាហើយគឺយើងចាប់ផ្ដើមយកសាច់ដលងនឹងយកទៅឆាសិនចាមូលហេតុដែលយើងឆានឹងគឺឆាដើម្បីឲ្យសាច់នំរបស់យើងនឹងស្អិតល្មួតចូលគ្នាហើយជាពិសេសនៅពេលដែលយើងយកទៅដុតទៅគឺថាវាហាប់ណែនចូលគ្នាញ៉ាំទៅគឺឆ្ងាញ់ហ្មងណាអញ្ចឹងបងប្អូនអាចសាកល្បងពីវិធីធ្វើនេះបានណាគឺធានាថាឆ្ងាញ់ជាពិសេសហ្នឹងឥឡូវគឺសមស្របទៅនឹងចិត្តដល់ថ្ងៃបុណ្យចូលឆ្នាំខ្មែរផងចាយើងសាកល្បងធ្វើទាំងអស់គ្នាធ្វើញ៉ាំជុំបងប្អូនក៏បានធ្វើយកទៅវត្តក៏បានដែរសំខាន់រសជាតិគឺឆ្ងាញ់ណាបងប្អូនអើយចាហើយយើងកូរចឹងបន្តកូររហូតតតាសាច់ម្សៅនំរបស់យើងហ្នឹងស្អិតល្មួតចូលគ្នាដូចបងប្អូនឃើញក្នុងវីដេអូអញ្ចឹងនៅពេលណាដែលសាច់នំរបស់យើងស្អិតល្មួតចូលគ្នាបែបហ្នឹងហើយគឺយើងចាប់ផ្ដើមយកថាសស្រាប់ដុតនំហ្នឹងណាចាយើងយកម្លៀបប្រេងឆាតិចមកដើម្បីនៅពេលដែលយើងដុតទៅកុំឲ្យវាជាប់ចាបន្តមកទៀតគឺយើងដាក់សាច់ដលងសាច់នំរបស់យើងនឹងចូលទៅក្នុងថាសហ្នឹងទៅយើងសកត់ធ្វើមិនឲ្យហាប់ណែណាបងប្អូនចាកុំឲ្យមានកពិកពកឬមួយក៏ប្រហោងអីបន្ទាប់ពីសកត់រៀងហាប់ណែនហើយគឺយើងយកពងមាន់ផ្នែកក្រហមចាយកមកលាបពីលើដើម្បីមើលទៅឃើញពណ៌ស្អាតបន្ទាប់ពីលាបពីលើចឹងហើយគឺយើងយកទៅដុតចាដុតនេះគឺដុតរយៈពេលប្រហែលជា25ទៅ30នាទីអាស្រ័យទៅលើចក្រានបងប្អូនក្តៅខ្លាំងប៉ុណ្ណាចា20ទៅ30នាទីក្រោយនំរបស់ខ្ញុំគឺឆ្អិនល្មមឆ្អិនទៅយើងទុកឲ្យត្រជាក់សិននៅពេលណាដែលនំយើងត្រជាក់សឹមយើងយកមកកាត់ចាយើងកាត់វាជាដុំចឹងទៅហើយកាត់ហើយភ្លក់មើលណាបងប្អូនឆ្ងាញ់អត់ចាបងប្អូនសាកបងធ្វើតាមវិធីខ្ញុំម្ដងទៅគឺធានាថារសជាតិប្លែកហើយឆ្ងាញ់ទៀតសំខាន់នំបាក់បិននេះឲ្យតែផុសវីដេអូទៅគឺមានបងប្អូនច្រើនដែលគាត់ចូលចិត្តមើលខ្លាំងមែនតើអញ្ចឹងសង្ឃឹមថាវីដេអូនេះបងប្អូននៅតែបន្តការគាំទ្រទៀតហើយកុំភ្លេច share ម្នាក់មួយផងណាហើយសូមអភ័យទោសផងពួកអីឥឡូវនេះលាក់ស៊ីរៀងកងួយច្បងបន្តិច